អ្នកណាប្រើឲ្យលោកមកប្រណាំងល្បឿនជាមួយខ្ញុំឲ្យតែខ្ញុំភ័យអគឺខ្ញុំឆក់លោកខ្មងទៅសិនហើយលោកអាក់ស៊ីមានរឿងអីហ្នឹងគ្មានអីទេចង្រៃឆក់តតែរលីស្ករគ្រាប់អស់រលីងទៅស៊ើបមើលថានាងជានរណាបាត់លោកអាក់ចាំខ្ញុំជួយគ្រាឡើងជិះមកធ្វើបានល្អណាស់នេះជារបស់លោកពេលទៅអានជីស៊ីនមិនបានបន្សល់ទុកដានអីទេមែនទេទុកចិត្តចុះសុទ្ធតែស៊ីមកាត់អត់ចុះឈ្មោះទេប្រើរួចកំទេចចោលភ្លាមហ្មងនេះជាកាស៊ីណូលួចលាក់មួយហើយមិនមែនជាកន្លែងលេងល្បែងកំសាន្តតូចតាចទេណាតែជាកន្លែងលេងភ្នាល់ចាក់ធំហ្មងខ្ញុំសន្និដ្ឋានថានាងប្រហែលជាត្រូវគេដាក់អន្ទាក់បោកលុយហើយខ្ញុំក៏បានលួចស៊ើបពីប្រវត្តិផ្ទេរប្រាក់និងការចំណាយរបស់ចាងឡានជាមួយនាងដែរខ្ញុំឃើញថាចាងឡានតែងតែវេរលុយរាប់សិបលានចូលកាតរបស់នាងម្ដងម្កាលលើកទី1គឺកាលពី7ឆ្នាំមុនវេររហូតដល់50លានឯណោះស្របពេលជាមួយគ្នានោះដែរស្រាប់តែមានវីឡាដ៏ប្រណិតមួយដាក់ឈ្មោះអានជីស៊ីនតែម្ដង7ឆ្នាំមុនគឺជាពេលដែលពួកយើងទាំងពីរចាក់ចេញពីទីក្រុងជីងប៉ៃអញ្ចឹងខ្ញុំសន្និដ្ឋានថាការដែលឯងត្រូវគេទម្លាក់កំហុសកាលនោះមិនមែនគ្រាន់តែចង់ដេញឯងចេញធម្មតានោះទេឆ្នាំនោះឯងទើបតែពេញវ័យ18ឆ្នាំប្រហែលជាអ្នកមីងបានបន្សល់ទុកអ្វីមួយឲ្យឯងហើយចាងឡានខ្លាចឯងដឹងទើបប្រញាប់ចាត់ការឯងមុននិយាយរួមនេះគ្រាន់តែជាការស្មានប៉ុណ្ណោះពេលនេះយើងអត់មានភស្តុតាងបញ្ជាក់ទេថាលុយនេះមានពាក់ព័ន្ធអ្វីជាមួយម្ដាយឯងហើយរឹតតែមិនអាចបញ្ជាក់ថាវាតាក់ទងនឹងគ្រោះថ្នាក់របស់គាត់ដែរពេលនេះវត្ថុតែមួយគត់ដែលអាចបញ្ជាក់បានគឺនៅឆ្នាំដែលឯងអាយុ18ឆ្នាំចាងឡានទទួលបានលុយយ៉ាងសន្ធឹកសន្ធាប់ចុះបើប៉ាឯងជាអ្នកឲ្យគាត់វិញនោះអញ្ចឹងរឿងដែលត្រូវធ្វើនៅពេលនេះគឺត្រូវស៊ើបឲ្យច្បាស់សិនថាលុយរបស់ចាងឡានមួយដុំនេះបានមកពីណាឲ្យប្រាកដម៉ាក់ខ្ញុំមានទូដែកមួយផ្ញើទុកនៅធនាគារបើពិតដូចឯងនិយាយមែនអញ្ចឹងលុយរបស់ចាងឡានគឺដឹងប្រភពហើយបើយើងបន្តស៊ើបតាមតម្រុយមួយនេះរឿងគ្រោះថ្នាក់របស់ម្ដាយឯងកាលនោះនឹងមានពន្លឺហើយល្អអញ្ចឹងលោកស៊ើបតាមតម្រុយនេះបន្តទៀតចុះចំណែកពួកយើងទាំងពីរឃ្លាតគ្នា7ឆ្នាំហើយដល់ពេលត្រូវត្រឡប់ទៅទារបំណុលវិញហើយរកឃើញមនុស្សហើយទៀនក៏មែនទេមិននិយាយមកគឺអញចេះលោកអាក់ស៊ីយប់មិញខ្ញុំបានឆែកមើលកាមេរ៉ាសុវត្ថិភាពទាំងអស់ហើយក៏រកឃើញសកម្មភាពពេញមួយយប់របស់មនុស្សស្រីដែលលួចវាយប្រហារលោកគឺថានាងប្រហែលជាមកតាមរកអានជីស៊ីនទេតែចៃដន្យឲ្យត្រូវលោកចាប់បានទើបនាងឆក់លោកអញ្ចឹងទៅប្រើពាក្យបន្ធូរបន្ថយច្រើនម្លេះមើលទៅឯងដូចជាស្គាល់នាងច្បាស់ណាស់ណែក៏តាមពិតលោកអាក៏ស្គាល់ដែរគឺអ្នកនាងឈូសៀក្មេងស្រីលេលឺសោះតែថ្លើមធំមិនធម្មតាហ៊ានទៅក្លឹបតែម្នាក់ឯងទៀតឥឡូវនាងនៅណានាងបានទៅស្ទូឌីយោចាស់របស់ម្ដាយនាងជាមួយមនុស្សប្រុសម្នាក់ទៀតមនុស្សប្រុសបាទដំណឹងបណ្ដោះអាសន្នគឺមានតែប៉ុណ្្នឹងទេរៀបចំឡានទៅចាប់សាហាយសៀមកនេះលឿនកូនម៉ាក់ឲ្យផ្កាដែលធំហើយស្អាតជាងគេទៅកូនដឹងអត់ថាវាឈ្មោះអីអានឹងគេហៅថាផ្កាធូលីបខ្ពង់រាបវាជាតំណាងឲ្យភាពស្រស់ស្អាតនិងរឹងមាំសង្ឃឹមថាសៀរបស់ម៉ាក់ធំឡើងនឹងដូចដើមឈើធំនឹងអញ្ចឹងទោះជួបឧបសគ្គអីក៏ដោយក៏នៅតែអាចទល់នឹងវាបានយ៉ាងក្លាហានយកព្រមទេកូនចាម៉ាក់
យំទៀតទៅម៉ាក់ឯងក៏មិនអាចរស់ឡើងវិញដែរជាស៊ីនវាយ៉ាងម៉េចហ្នឹងថ្មនេះហើយមិនទាន់មកផ្ទះទៀតយប់មិញផឹកស្រវឹងទៀតហើយមែនទេរឿងភ្ជាប់ពាក្យជាមួយគ្រូសាសឺម៉ូមិនទាន់ដាច់ស្រេចផងកុំឲ្យមានរឿងអីឲ្យសោះម្សិលមិញថ្ងៃកំណើតកូនតែកម្រមានម្ដងនឹងតើបងសម្លាញ់កុំបារម្ភអីតំណែងកូនប្រសារធំគ្រួសារសឺនេះជាស៊ីនយើងច្បាស់ជាបានហើយមុខអាក្រក់សោះតែយោសពផ្អែមណាស់ជាស៊ីនមើលមិនខុសមែននាងពិតជាត្រឡប់មកវិញមែនអ្នកណាអនុញ្ញាតឲ្យឯងត្រឡប់មកប្រទេសវិញខ្ញុំត្រឡប់មកវិញត្រូវការអនុញ្ញាតពីអ្នកណាដែរ7 ឆ្នាំមុនឯងធ្វើឲ្យគ្រួសារអានយើងខ្មាស់គេខ្មាស់ឯងបើគុំតែឈិនហ្វឿងលួចនាំឯងចេញទៅក្រៅប្រទេសម្លេះអញវាបំបាក់ជើងឯងបាត់ហើយអូរឿងនេះប៉ារំលឹកខ្ញុំទៅនឹកឃើញគំនុំដែលប៉ាវីខ្ញុំមកបីរំពាត់កាលនោះចាំគិតគ្នាពេលក្រោយថ្ងៃនេះខ្ញុំមកវិញគឺមកយកផ្ទះដែលម៉ាក់ខ្ញុំបន្សល់ទុកយកផ្ទះណែណាប្រកាសជានៅស្ទូឌីយោដែលម៉ាក់បន្សល់ទុកឲ្យខ្ញុំនឹងហើយគឺនៅទីនេះឯងលួចនៅផ្ទះគេយូរឆ្នាំហើយល្មមចេញហើយដឹងពឹងលើឯងមែនហើយគឺពឹងលើខ្ញុំនឹងឯងព្រមរើចេញឬក៏ចង់ឲ្យខ្ញុំទម្លាយវីដេអូនេះតាមចិត្តទៅណាប៉ាក្នុងវីដេអូនេះមិនមែនជាកូនទេច្បាស់ជាអានឈូសៀដាក់អន្ទាក់កូនហើយវីដេអូច្បាស់កម្រិតនេះទៅហើយមិនមែនឯងចោះជាអ្នកណា7 ឆ្នាំមុនគឺជាអានឈូសៀចុះ7 ឆ្នាំក្រោយក៏នៅតែជានាងនឹងហើយគ្រូសាយើងមិនអាចរងពាក្យនិន្ទាអ្វីទៀតទេវីដេអូរបស់បងស្រីឯងនេះទោះពិតឬคล้ายៗក៏វាប៉ះពាល់ដល់គ្រួសារអញយើងដែរឯងចង់ត្រឡប់មកនៅទីនេះវិញមែនទេអញអាចយល់ព្រមបានប៉ុន្តែរឿងវីដេអូនេះឯងត្រូវតែទទួលស្គាល់ថាជាឯងយកសិទ្ធអីយកសិទ្ធអីអញ្ចឹងហេរឿងចុះទុកតែមួយនេះឯងមិនអាចថាមិនដឹងនោះទេខ្ញុំយល់តែគួរឲ្យស្ដាយខ្ញុំមិនមែនជាមនុស្សតកូលអានទេព្រមរើចេញឬអត់និយាយមួយម៉ាត់មកបានតើថ្ងៃនេះលោកមានជំរើសតែពីរទេមួយប្រកុលវីដេអូមុខពីរស្នាក់នៅទីនេះហ្មងទៅអានឈូសៀនាងឯងហ៊ានខ្លាំងណាស់ណោះចាប់គាត់ទៅកុំធ្វើផ្ដេសផ្ដាសវើយអានឈូសៀនាងឯងឈួតទេដឹងលេងឯងស្ងាត់ល្អតើពួកកាកសំណល់អស់នេះត្រូវគេដេញចេញអស់ហើយមានអារម្មណ៍ថាស្រឡះមុខស្រឡះមាត់ថ្មងឈូសៀបើអូនមិនចូលចិត្តទីនេះទេចាំបងឲ្យគេឈូសឆាយសាងសង់ថ្មីខ្វះខាតអីប្រាប់បងទិញយ៉ាដូចជាអ៊ូអម្លេះគឺលោកតានឹងមិនបានមកទីនេះយូរហើយតើយប់នេះជួបគ្នាបន្តិចទេប៉ុន្មានឆ្នាំមិនជួបភ្លេចរបៀបហៅគេហើយអីបានហើយបងទៅណាទៅសន្តាគារនឹងណាឲ្យទៅណាទៀតចុះហេតុអីខ្ញុំមិនដឹងថាក្លឹបខ្ញុំក្លាយជាសន្តាគារតាំងពីពេលណាអានឈូសៀយប់មិញឆក់ខ្ញុំឡើងសប្បាយដៃណាស់ណោះ
ខ្ញុំមិនបានតាំងចិត្តទេខ្ញុំជាខ្នងបង្អែកឲ្យនាងមិនមែនឲ្យនាងយកជីវិតមកលេងសាច់បែបនេះទេបើនាងចង់ស្លាប់ខ្ញុំជូនដំណើរក៏បានដែរខ្ញុំមិនចង់ស្លាប់ទេខ្ញុំមានរឿងដែលត្រូវតែដោះស្រាយរឿងអីថតវីដេអូអាស្រូវរបស់អានជីស៊ីននឹងហេរួចយកវាទៅគំរាមគ្រួសារនាងដើម្បីឲ្យនាងបានត្រឡប់ទៅវិញមែនទេទុកតាំងមើលឬក៏ជារបស់អត់បានការមិនមែនថាខ្ញុំជាកាំបិតរបស់នាងទេហេចុះហេតុអីលួចធ្វើរឿងគ្រោះថ្នាក់ក្រោយខ្នងខ្ញុំអូយកាំបិតល្អត្រូវប្រើឲ្យចំគោដែរនឹងណាបើតតែខ្ញុំពឹងលោកគ្រប់រឿងនោះមិនមែនមានន័យថាខ្ញុំអត់បានការទៅហើយទេអីខ្លាំងម្ល៉េះហេអញ្ចឹងឥឡូវនេះខ្ញុំនឹងប្រកាសប្រាប់អ្នកកាសែតឲ្យបិទព័ត៌មានរបស់អានជីស៊ីនឲ្យអស់ចាំមើលទៅវីដេអូក្នុងដៃនាងនៅមានប្រយោជន៍ទៀតអត់យកសិទ្ធអីយើងគ្រាន់តែជាដៃគូគេងជាមួយគ្នាម្ដងប៉ុណ្ណោះលោកមានសិទ្ធអីមកត្រួតត្រាខ្ញុំដៃគូគេងចុះបើមិនអញ្ចឹងយើងគ្រាន់តែមានទំនាក់ទំនងធ្លាប់គេងជាមួយគ្នាលោកយកសិទ្ធអីមកបញ្ជាខ្ញុំអានឈូសៀល្អណាស់បើខ្ញុំលូកដៃរឿងនាងម្ដងទៀតខ្ញុំព្រមធ្វើឆ្កែវាងបើចង់ឲ្យខ្ញុំធ្វើជាឆ្កែក៏ឆ្កែចុះធ្វើជាឆ្កែក៏ខ្ញុំព្រមដែរខ្ញុំចាញ់បោកបងហើយបងចង់ឲ្យខ្ញុំធ្វើម៉េចទៀតអាមនុស្សកុហកបងនិយាយថានឹងការពារខ្ញុំតើចុះហេតុអ្វីបានជាពេលបងខឹងបងបែរជាដើរចេញទៅងាយបែបនេះវាជាកំហុសរបស់បងគ្រាន់តែជាមនុស្សដែលមាត់លឿនជាងគំនិតតែប៉ុណ្ណោះបងគួរតែត្រូវគេយកទៅកែខៃថ្មីបងសុំទោសបងសុំទោសបងធានាថារឿងបែបនេះនឹងមិនកើតឡើងម្ដងទៀតទេតែបងត្រូវសន្យាជាមួយបងមួយថានឹងមិនទៅធ្វើរឿងគ្រោះថ្នាក់ដើម្បីតែចង់សងសឹកទៀតទេបើមិនអញ្ចឹងទេបងមិនដឹងថាត្រូវធ្វើជាកាំបិតសម្រាប់មនុស្សឬធ្វើជាខែលការពារឲ្យអូនទេអូនយល់ព្រមអូននឹងមិនទៅធ្វើរឿងគ្រោះថ្នាក់ទៀតទេឈឺមកចេញទៅក្រៅទៅហេតុអ្វីក៏មិនគេចចុះហេតុអ្វីក៏មិនវាចុះអរគុណដែលបាននាំនាងចេញពីទីនោះកាលពីឆ្នាំនោះតែចាប់ពីពេលនេះទៅបងនឹងជាអ្នកមើលថែនាងខ្លួនឯងបងមានតែប្អូនស្រីម្នាក់នេះឯងបងដឹងឆ្នាំដែលនាងមានអាយុ8ឆ្នាំនាងបានបាត់បង់គ្រប់យ៉ាងបងដឹងឆ្នាំដែលនាងមានអាយុ18ឆ្នាំនាងត្រូវបានម្ដាយចុងគិតគូរចង់កំចាត់ហើយថែមទាំងត្រូវឪពុកបង្កើតវីដំយ៉ាងដំណំទៀតថែមទាំងត្រូវគេមាក់ងាយមុននឹងចាក់ចេញទៅទៀតបងដឹង
ដូច្នេះឈឺម៉ូបើបងហ៊ានធ្វើបាបនាងបងនឹងសម្លាប់បងចោលបើថ្ងៃនោះមកដល់មែនមិនបាច់បងទេបងនឹងដោះស្រាយខ្លួនឯងអរគុណស៊ីទៅថ្ងៃនេះយើងនឹងបណ្ដេញគ្រួសារអានឆៅហ្វេងចេញតាមដែលបងស្គាល់ពីគេមិនព្រមនៅស្ងៀមបែបនេះទេបើគេហ៊ានមកបងនឹងមិនទុកឲ្យគេបានត្រឡប់ទៅវិញទេ